Và zoom chụp điệp xuống có đôi chỉ số đây là can ôn sơ sa nụ sơទាំងអស់គ្នាថ្ងៃនេះយើងវិលត្រឡប់ជាថ្មីមកកាន់វីដេអូតាក់ទងជាមួយនឹងឧបករណ៍សម្រាប់ប្រើប្រាស់នៅតាមផ្ទះសាលារៀនក៏ដូចជាមន្ទីរពេទ្យអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅមើលពាក្យថ្មីបន្ថែមទៀតរបស់យើងទាំងអស់គ្នាដែលថ្ងៃនេះមិនខុសពីថ្ងៃមុនទេយើងនឹងមាន10ពាក្យសម្រាប់ការអានក៏ដូចជាការស្គាល់ពាក្យបាទអញ្ចឹងយើងកុំឲ្យខាតពេលយើងចូលទៅពាក្យយើងទាំងអស់គ្នាអូខេយើងតាក់ទងជាមួយនឹង implements used in the house school and hospital គឺឧបករណ៍សម្រាប់ប្រើប្រាស់នៅតាមផ្ទះសាលារៀននិងមន្ទីរពេទ្យរបស់យើងវាពាក្យទី1សម្រាប់វីដេអូថ្ងៃនេះរបស់យើងគឺយើងមានពាក្យ chafing dish បាទដែលពាក្យ chafing dish យើងមានន័យថាឆ្នាំងភ្លើងបាទពាក្យទី2គឺពាក្យ chalk គឺដីសបាទពាក្យទី3គឺយើងមានពាក្យ charcoal ដែល charcoal យើងប្រែថាធ្យូងសម្រាប់យើងដុតប្រចាំថ្ងៃហ្នឹងបាទគឺ charcoal ពាក្យទី4 cleaver នេះ long e យើងអានថា cleaver បាទ cleaver ប្រែថាកាំបិតតាំងតោមានប្រភេទកាំបិតធំសម្រាប់កាប់សាច់កាំបិតធំកាប់សាច់ហ្នឹងហើយគឺ cleaver បាទពាក្យបន្ទាប់យើងមានពាក្យ coffin គឺយើងប្រែថាក្តារមឈូសបាទពាក្យបន្ទាប់ទៀតយើងមានពាក្យ comb ពាក្យ comb ជានាមមានន័យថាក្រាស់សិតសក់បាទក្រាស់សម្រាប់យើងសិតសក់ពាក្យបន្ទាប់គឺយើងមានពាក្យ condom បាទ condom គឺយើងប្រែថាស្រោមអនាម័យពាក្យបន្ទាប់ទៀតអានេះយើង3បញ្ចូលគ្នាប៉ុន្តែវាមានន័យតែមួយទេយើងអានថា cross cut saw ប្រែថារណាយៈប្រភេទរណាអាចឈើដែលយើងវាធំបាទធំអាហ្នឹងគឺ cross cut saw ពាក្យបន្ទាប់គឺយើងមានពាក្យ cup មានន័យថាពែងបាទពែងហើយនឹងចុងក្រោយបងអស់ថ្ងៃនេះគឺយើងមានពាក្យ curtain បាទដែល curtain យើងប្រែថាវាំងននបាទអញ្ចឹងសម្រាប់ពាក្យថ្មីនៅក្នុងថ្ងៃនេះរបស់យើងមានតែប៉ុណ្្នឹងទេអញ្ចឹងសូមបងប្អូនកុំភ្លេចតាមដាននៅវីដេអូក្រោយទៀតយើងនឹងមានពាក្យថ្មីបន្ថែមទៀតតាក់ទងជាមួយនឹងឧបករណ៍សម្រាប់ប្រើប្រាស់នៅតាមផ្ទះសាលារៀននិងមន្ទីរពេទ្យរបស់យើងបាទសូមអរគុណសូមជម្រាបលា